រុនជួយក៏ក្រាបតំបន់មជ្ឈមបពីហើយនៅពេលនេះលោកដូណាល់ត្រាំប្រធានាធិបតីអាមេរិកបានបើកភ្លើងហៀវឲ្យតបអាមេរិកយកគ្រាប់បែកជ្រែកធរណីធំបំផុតលើលោកចូលវាយប្រហារអ៊ីរ៉ង់ហើយថែមទាំងបានជូនពរឲ្យលោកអាយ៉ាតូឡាអាលីកាមេនីមេដឹកនាំកំពូលអ៊ីរ៉ង់ឲ្យសំណាងល្អទៀតផងក្រោយមេដឹកនាំកំពូលអ៊ីរ៉ង់រូបនេះបានបោះពាក្យសម្ដីព្រមានអាមេរិកកប់មាត់ថាប្រយ័ត្នខ្ទេចគ្មានថ្ងៃស្រោចស្រង់មកវិញបានបន្ទាប់ពីលោកដូណាល់ត្រាំគម្រាមចូលរួមជាមួយអ៊ីស្រាអែលដើម្បីកំទេចមូលដ្ឋានយោធានិងទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ឲ្យមុតដូចផេះនិងក្រោយរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែលបង្ហើរវោហាថាណូណាដែលដើរតាមផ្លូវរបស់សាដាមហ៊ូសែននឹងមានជោគវាសនាដោយអតីតមេដឹកនាំអ៊ីរ៉ាក់រូបនេះជាក់ជាមិនខានយោងតាមបណ្ដាញសារព័ត៌មាន BBC និង CBS បានរាយការណ៍ថាកាលពីថ្ងៃពុធម្សិលមិញនេះលោកត្រាំបានអនុម័តរួចហើយនៅផែនការវាយប្រហារអ៊ីរ៉ង់ប៉ុន្តែនៅមិនទាន់ធ្វើការសម្រេចចុងក្រោយថាតើត្រូវវាយប្រហារប្រទេសនេះឬក៏អត់នៅឡើយនោះទេពេលអ្នកកាសែតសួរនាំអំពីរឿងចរចាគ្នាលោកត្រាំបានឆ្លើយយ៉ាងលយថាវាហួសពេលទៅហើយមាននៅចាំទេថាតើនរណាគឺជាអ្នកផ្ដាច់ជីវិតកាហ្សេមសូឡៃម៉ានីមេដឹកនាំកំពូលរបស់អ៊ីរ៉ង់នៅអ៊ីរ៉ាក់នោះគឺលោកដូណាល់ត្រាំនឹងឯងដែលជាហេតុធ្វើឲ្យគេគិតថាការគម្រាមរបស់លោកមិនអាចមើលស្រាលបានទេលោកត្រាំបាននិយាយថាអ្វីហួសពេលទៅហើយពេលនេះបន្ទាប់ពីលោកអាយ៉ាតូឡាអាលីកាម៉ានីទាត់ចោលនៅការទាមទាររបស់លោកដូណាល់ត្រាំឲ្យអ៊ីរ៉ង់លុតជង្គង់អោនក្បាច់តោះចេញនោះមិនត្រឹមតែស្ដាប់បញ្ចូលការទាមទាររបស់លោកត្រាំលោកអាយ៉ាតូឡាអាលីកាម៉ានីថែមដែរថាអ៊ីរ៉ង់នឹងមិនទៅលូនក្រាបចូលច្រកទ្វារសេតាវិមានដើម្បីសុំអង្វរនោះឡើយហើយលោកក៏សូមផ្ដាំផងដែរថាអាមេរិកប្រយ័ត្នខ្ទេចគ្មានថ្ងៃស្ដារឡើងវិញបានបើហ៊ានទៅលូកដៃចូលជួយអ៊ីស្រាអែលនោះនៅក្នុងការប្រយុទ្ធគ្នា7ថ្ងៃកន្លងមកនេះអ៊ីរ៉ង់បាញ់ស្រោចមីស៊ីលប៉ាឡេស្ទិកមិនក្រោម400គ្រាប់នោះទេទៅលើអ៊ីស្រាអែលនៅក្នុងនោះគេជឿជាក់ថាមានប្រហែលជា40គ្រាប់បានទម្លុះសំណាញ់ដែកដ៏ក្រាស់ឃ្មឹករបស់អ៊ីស្រាអែលបានដោយជោគជ័យហើយគេប៉ាន់ប្រមាណថាអ៊ីរ៉ង់នៅមានមីស៊ីលប៉ាឡេស្ទិកនិងមីស៊ីលលឿនជាងសម្លេងប្រហែលជា1800គ្រាប់ទៀតផងគណៈមានការវិភាគថាយ៉ាងយូរប្រហែលជា10ថ្ងៃទៀតស្ដេចការពារដែនអាកាស Iron Dome របស់អ៊ីស្រាអែលអស់គ្រាប់បាញ់ហើយប្រហែលជាដឹងយ៉ាងដូចនេះទើបលោកដូណាល់ត្រាំប្រញាប់ប្រញាល់ប្រកាសចូលជួយអ៊ីស្រាអែលគ្រាន់តែយន្តហោះសម្រាប់ចាក់សាំងលើមេឃរបស់លោកត្រាំត្រៀម30គ្រឿងឯណោះនាវាផ្ទុកយន្តហោះចម្បាំងក៏ត្រៀមរួចជាស្រេចផងដែរហើយអ្វីដែលស្ដាប់ទៅព្រឺឆ្អឹងនោះគឺមានសេចក្តីរាយការណ៍ថាអាមេរិកនឹងយកគ្រាប់បែកជ្រែកធរណីបំបែកភ្នំដ៏មានអានុភាពបំផុតរបស់ខ្លួនមកកំទេចទីតាំងនុយក្លេអ៊ែរ Fordo ដ៏សំខាន់បំផុតរបស់អ៊ីរ៉ង់ចោលតែម្ដងនោះគឺមហាគ្រាប់បែកដែលមានឈ្មោះថា GBU 57ដែលមានសមត្ថភាពជ្រែកដីបានជម្រៅប្រហែលជា61ម៉ែត្រមុនពេលផ្ទុះវាមានប្រវែងប្រហែលជា6ម៉ែត្រនិង20សង់ទីម៉ែត្រនិងមានទម្ងន់ប្រហែលជា13តោន600គីឡូក្រាមហើយក្បាលគ្រាប់របស់វាត្រូវបានគេគិតថាមានផ្ទុករំសេងផ្ទុះប្រហែលជា2400គីឡូក្រាមជាពិសេសប្រភេទ AFX 757និង PBHN 114នេះបើយោងតាមគេហទំព័រវិភាគការពារជាតិ The World Zone ស្រោមក្បាលគ្រាប់នេះទៀតសោតគឺត្រូវបានផលិតចេញអំពីលោហៈធាតុដែកដែលមានប្រសិទ្ធភាពខ្ពស់និងពិសេសបំផុតនាពេលបច្ចុប្បន្ននេះគឺមានតែអាមេរិកទេដែលមានមហាគ្រាប់បែក GBU 57ហើយមានតែយន្តហោះ B2 Spirit តែមួយគត់ដែលអាចដឹកវាទម្លាក់គោលដៅរបស់សត្រូវប្រកបដោយប្រសិទ្ធភាពបានផលិតដោយក្រុមហ៊ុនអាកាសចរនិងការពារជាតិអាមេរិក Northrop Grumman យន្តហោះនេះគឺអនុញ្ញាតឲ្យតែកងទ័ពអាកាសអាមេរិកប្រើប្រាស់តែប៉ុណ្ណោះកងទ័ពសម្ព័ន្ធមិត្តផ្សេងទៀតគឺមិនឲ្យប៉ះនោះឡើយហេតុអ្វីបានជាអាមេរិកត្រូវប្រើប្រាស់គ្រាប់បែក GBU 57នេះនោះគឺដោយសារតែទីតាំងនុយក្លេអ៊ែរ Fordo ដ៏សំខាន់បំផុតរបស់អ៊ីរ៉ង់គឺស្ថិតនៅក្រោមភ្នំដោយមានការចាក់បេតុងការពារចុះទៅក្រោមដីជម្រៅប្រហែលជា8ទៅ90ម៉ែត្រឯណោះហើយគ្រាប់បែក GBU 57ទាល់តែទម្លាក់ជាច្រើនគ្រាប់បន្តកន្ទុយគ្នាទើបប្រកាសថាអាចកំទេចទីតាំងមួយនេះបានដែលនេះមានន័យថាបើពឹងទៅលើសមត្ថភាពរបស់អ៊ីស្រាអែលគឺទៅមិនរួចនោះទេដើម្បីបញ្ជាក់ថាទីតាំងនុយក្លេអ៊ែរនេះគឺស្ថិតនៅក្នុងទីក្រុងរ៉ូមដែលមិនស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទីក្រុងតេហេរ៉ង់នោះឡើយហើយទីតាំងនេះត្រូវបានគេសង្ស័យថាកំពុងតែចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដែលជិតឈានទៅដល់អាចផលិតបានគ្រាប់នុយក្លេអ៊ែរប្រហែលជា10គ្រាប់ឯណោះ